ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកបេះផ្លែកៅបាទដែលមានតែមួយដើមទេនៅចម្រៀងប្រាសាទបាទនេះគឺជាផ្លែរបស់វាបាទនេះគឺជាផ្លែរបស់វាឆ្នាំនេះគឺពេលខែតាក់ភ្លៀងមកគឺផៅមែនទេធំល្អពុកម៉ែបងប្អូនតែក្រោយខ្ញុំគឺតែផ្លែរបស់វានេះក៏ផ្លែច្រើនមែនទេពុកម៉ែបងប្អូនឃើញទេនេះគឺតែផ្លែរបស់វាបាទវាច្រើនមែនទេឆ្នាំនេះផ្លែធំល្អស្គឹមថាបងដែលមកបេះអត់បានកាប់មីទៀតចុះព្រោះតែឆ្នាំប្រហែលឆ្នាំមុនគាត់កាប់មីប្រហែលមីនឹងអស់ផ្លែដឹបនឹងលើមកថ្មីទេទើបបានមានផ្លែបានឲ្យបេះដល់នេះយើងអាចបើសិនណាយើងសាក់មីបានដុះបានចាក់ឬយើងអាចយកទៅដាំនៅតាមភូមិបានកម្រវិញនេះដើមប្រភេទដើមផ្កៅបាទនេះគឺជាផ្លែរបស់វាចាប់ដើមទុំបណ្ដើឲ្យពុកម៉ែបងប្អូនមើលជាក់ស្ដែងមើលបងប្អូននេះគឺផ្លែរបស់វាហើយខាងនេះគឺសាវាស្រែគេបងប្អូនអានេះទីទូតប្រាសាទទេខ្ញុំលើនេះបងប្អូនពាក់ទិញណាស្គាល់ជីវភេទផ្លែនេះក្រែងពុកម៉ែបងប្អូនថាខ្ញុំថាកុហកខ្ញុំនឹងហូបឲ្យមើលបាទគឺពិតអាចហូបបានមែនទេពិតជាហូបបានមែនទេបាទឥឡូវយើងខ្ញុំធ្វើការហូបឲ្យពុកម៉ែបងប្អូនបានទស្សនាដល់គ្នាហើយហូបបានតែក្របខាងក្នុងទេពុកម៉ែបងប្អូននេះគឺជាសកម្មភាពជាក់ស្ដែងឡើងនេះអត់មានកាត់ត AI ទេបងប្អូនហើយឡើងកម្ពស់ចឹងនេះក៏បានដែរអត់សូវចេះលើកអំឈឺប្រហែលទេប៉ុន្តែអាចខ្ពស់កម្ពស់ប្រហែលជា10ម៉ែត្រទៅ15ម៉ែត្រអីក៏ឡើងបានដែរបងប្អូនឧបជាតិវាប៉ះដើមណានោះគឺជូរទៅវានេះជូរអែមបើសោះជាងនេះមានសាច់ពីបងប្អូនអាចលើទុំសោះជាងនេះគឺផ្អែមวันนี้នៅជូរអែមច្រើនមែនទេបងប្អូនហើយនេះអូផ្លែល្អណាស់មើលដើមតក្រមនៅvùng nào mà poថាទៀតវាខ្ពស់មើលទាំងដឹងហើយមើលចុងបេក៏មានដែរសិតតកៅមួយផ្កៅមួយថ្កៅអានេះផ្កៅ